ជាសិស្សវិទ្យាសាស្ត្រនៅក្នុងសម័យទំនើបវេទមន្តបានបញ្ជូននាងទៅកាន់ពិភពថ្មីក្នុងរាងកាយជានារីបុរាណម្នាក់ដែលពូកែផ្នែកសិល្បៈក្បាច់គុណវេទមន្តពេលនេះអ្វីបានផ្លាស់ប្ដូរនាងមិនមែនជានារីទុនខ្សោយព្រោះទទួលបានកម្លាំងពិសេសពីហង្សភ្លើងនាងត្រូវរៀបអភិសេកជាមួយនឹងព្រះម្ចាស់ទាំងស្ទាក់ស្ទើរដោយសារទេពកោសល្យក្បាច់គុណនិងចំណេះដឹងពីសម័យទំនើបនាងបានជួយព្រះអង្គម្ចាស់ទទួលសត្រូវនិងគ្រប់គ្រងនគរឲ្យមានសន្តិភាពទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ 8 រឿងវីរនារីហង្សភ្លើងមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ 8 HD តែមួយគត់